a day in life as a digital marketing manager ទៅថ្ងៃនេះគឺស្លៀកពាក់រៀងស្អាតតិចដោយសារតែខ្ញុំមានប្រជុំជាមួយនឹង investor មកពីក្រៅស្រុកយូរៗពាក់អាវធំម្ដងហើយបើថាពាក់រាល់ថ្ងៃវិញគឺសស្អាតហ្មងហើយនៅពេលដែលពាក់អាវធំសំខាន់បំផុតគឺនិយាយការហ្នឹងហ្មងវាជួយលើកយើងបានមកកម្រិតដែរតាមពិតទៅខ្ញុំនៅត្រូវមានកកហើយនឹង pin មួយទៀតតែដោយសារតែខ្ញុំទុកវានៅ office អញ្ចឹងខ្ញុំចាំតែពាក់វានៅ office ហ្មងណាមួយទៀតប្រជុំពេលថ្ងៃឯងអញ្ចឹងខ្ញុំទៅ office ពេលព្រឹកហ្នឹងធ្វើការសិនពេលថ្ងៃបានចាប់ដើមចូលប្រជុំអញ្ចឹងខ្ញុំ ready នៅក្នុងការធ្វើដំណើរទៅកន្លែងធ្វើការថ្ងៃនេះខ្ញុំ booking Grab ជិះទៅដោយសារតែយប់ហ្នឹងប្រហែលជាអាចញ៉ាំគ្រឿងស្រវឹងអញ្ចឹងហើយកុំឲ្យពិបាកធ្វើដំណើរតាមផ្លូវវាអត់សូវមានសុវត្ថិភាពផឹកឡើងអត់ដែរផ្លេចឯរឿងកាហ្វេហ្នឹងហ្មងកាហ្វេខ្ញុំសាមញ្ញឯងតែសំខាន់ពេលដែលញ៉ាំទៅយើងអាចមានកម្លាំងធ្វើការឥឡូវខ្ញុំមកដល់កន្លែងធ្វើការហើយនេះជាបន្ទប់ digital marketing team មកដល់ភ្លាមគឺថាបើក computer ហើយដោះអាវពីព្រោះហប់ខ្លាំងពេលទៅដល់ office ភ្លាមការងារដែលខ្ញុំធ្វើដំបូងគេគឺបើកមើល checklist របស់ខ្ញុំទូទៅខ្ញុំត្រូវពិនិត្យមើលថាតើអីដែល team ខ្ញុំបានធ្វើខ្លះហើយអីដែលនៅសល់ដើម្បីងាយស្រួលខ្ញុំ follow up ជាមួយពួកគាត់តែប៉ិតពេលយើងធ្វើ checklist អញ្ចឹងវាងាយស្រួលសម្រាប់យើងធ្វើការមែនតើវាជួយឲ្យយើងបានដឹងពី progress នៃការងាររបស់យើងហើយនិង team របស់យើងដោយសារតែនៅក្នុងស្ថាប័ននេះគឺ team របស់ខ្ញុំធំជាងគេអញ្ចឹងណាហើយបន្ទាប់មកបានខ្ញុំចាប់ដើមបើក computer ដើម្បីធ្វើការងាររបស់ខ្ញុំហើយនេះគឺជា team របស់ខ្ញុំពួកគាត់សុទ្ធតែ Gen Z ធ្វើការតអោបតុក្កតាមិនធ្វើចេញមែនតើនៅមានសមាជិក2 3នាក់តែពួកគាត់នៅក្នុង office អញ្ចឹងឥឡូវដល់ពេលដែលយើងត្រូវទៅជួបជាមួយនឹង investor របស់យើងអញ្ចឹងខ្ញុំចាប់ដើមរៀបចំដាក់ក្បាត់កហើយពាក់អាវធំដើម្បីចុះទៅជួបជាមួយនឹងពួកគាត់ក្នុងបន្ទប់ប្រជុំតែមិនឃើញក្មេងៗអញ្ចឹងណាប៉ុន្តែធ្វើការញាក់ team នេះដាច់យប់ក៏បានដែរហើយនេះជាសកម្មភាពដែលខ្ញុំងើបឈរឡើងដើម្បីណែនាំខ្លួនឯងពីទូនាទីហើយនឹងកិច្ចការងារដែលខ្ញុំបានធ្វើទៅកាន់ពួកគាត់អញ្ចឹងណាហើយនៅក្នុង meeting នេះមនុស្សតិចទេដោយសារតែយើងប្រជុំតែ management នៅក្នុងស្ថាប័នជាមួយនឹង investor ខ្ញុំមិនថាអីមុខខ្ញុំឲ្យតែពេលស្ដាប់គេមួយចាប់ចង់គឺដឹងថាមុខងាប់ហ្មងបន្ទាប់ពីប្រជុំចប់ពេលល្ងាចក៏យើងបានមកញ៉ាំបាយជុំគ្នានៅហាងជប៉ុនមួយនៅម្ដុំទូកងតែប៉ុន្តែពេលតែញ៉ាំអីអញ្ចឹងខ្ញុំចង់តែអង្គុយមួយក្មេងៗធីមខ្ញុំដើម្បីសប្បាយមួយពួកគាត់តែមានការរើសអើងជាខ្លាំងពួកគាត់ថាខ្ញុំ management អញ្ចឹងឲ្យតែអង្គុយជាមួយតុ management គ្នាឯងហើយពួកគាត់សុខចិត្តនៅក្មេងៗគ្នាគាត់យើងមកគ្នាចិត្តគ្រប់អស់ហើយប៉ុន្តែនៅសល់ chairman គាត់អត់មកដល់អញ្ចឹងហើយក៏ order អាហារសម្រន់សម្រាប់អ្នកដែលគាត់មានបញ្ហាកាពះនឹងឲ្យញ៉ាំមុនអញ្ចឹងណាហើយនិយាយមែន team នេះគឺបកាយញ៉ាំហ្មងមើលតែមាត់ដឹងហើយខាងនេះឲ្យតែរបស់ញ៉ាំរបៀបមិនក៏ដាក់ចូលបានដែរមើលទៅទឹកមុខក៏ដឹងថាឆ្ងាញ់ប៉ុណ្ណាដែរហើយនេះគ្រាន់តែជាអាហារសម្រន់ដែលយើងត្រៀមញ៉ាំមុនញ៉ាំសាច់អាំងទេហើយបន្ទាប់មកនេះបានជាអាហារតួឯកនៅក្នុងហាងសាច់គោនៅនេះឆ្ងាញ់ខ្ញុំញ៉ាំអស់ច្រើនមែនតើហើយអាពងមាន់នេះក៏ឆ្ងាញ់ដែរគាត់ថាអាហារនៅនេះរៀងថ្លៃបន្តិចតែបើយើងនិយាយពីគុណភាពសាច់ហើយនិងរសជាតិវិញគឺឆ្ងាញ់ខ្លាំងហ្នឹងហើយសកម្មភាពខ្ញុំមានតែប៉ុណ្្នឹងទេអរគុណ